បាទទូរទស្សនិកជនជាទីគោរពរាប់អានឥឡូវនេះខ្ញុំបាទនឹងក្រុមការងារកំពុងស្ថិតនៅឯផ្សារកសិករនៅក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបងរឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយគឺនិយាយអំពីបន្លែសរីរាង្គបាទបន្លែសរីរាង្គដោយលោកអ្នកបានឃើញនៅពីក្រោយខ្នងខ្ញុំបាទនោះគឺជាតូបលក់បន្លែសរីរាង្គហើយរឿងដែលគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងបន្លែសរីរាង្គនឹងកត្តាដ៏សំខាន់គួរឲ្យចាប់អារម្មណ៍មួយនោះអ្នកលក់បាទអ្នកលក់នៅខាងក្រោយខ្នងខ្ញុំបាទហ្នឹងគាត់ក៏ជាអ្នកដាំផ្ទាល់តែម្ដងគាត់និយាយចំណុចកន្លឹះមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺគាត់និយាយថាដាំបន្លែសរីរាង្គដាំបានចំនួនតិចជាងបាទបរិមាណតិចជាងបន្លែដែលប្រើគីមីណាគាត់ដាំបន្លែសរីរាង្គគឺបានបរិមាណតិចជាងបន្លែដែលប្រើគីមីហើយលក់ក៏បានលុយតិចជាងពេលដែលគាត់ដាំបន្លែគីមីដែរក៏ប៉ុន្តែគាត់និយាយថាគាត់សល់លុយច្រើនជាងពេលដែលគាត់ដាំបន្លែគីមីហេតុអ្វីបាទដើម្បីជ្រាបច្បាស់ថាហេតុអ្វីនោះសូមស្ដាប់ការរៀបរាប់របស់ប្អូនស្រីច្រែងតូចបាទប្អូនស្រីច្រែងតូចដែលជាអ្នកដាំផងដែលក៏ជាអ្នកលក់បន្លែសរីរាង្គនេះផងតែម្ដងបាទដោយសារតែកត្តាសំខាន់គឺសុខភាពខ្ញុំគិតថាអញ្ចេះសុខភាពអ្នកហូបមកជុំឯងុំខ្ញុំនេះអ្នកដែលប្រើគីមីគឺខ្ញុំហិតរាល់ថ្ងៃគឺហិតថ្នាំពុលនឹងចូលដល់អញ្ចឹងទៅសុខភាពខ្ញុំវាដូចថាវាអន់ជាងមុនណាមើលទៅអាយុប៉ុណ្ណេះទៅមិន30ជាងសោះមានអារម្មណ៍ថាសុខភាពវាយ៉ាប់យ៉ឺណាកើតតាំងពីកាពះតាំងពីនិយាយរួមដល់អញ្ចឹងទៅខ្ញុំមកកែប្រែមកខាងសរីរាង្គវិញហើយដល់ពេលអញ្ចឹងទៅសរីរាង្គការដែលខ្ញុំធ្វើខ្ញុំប្រើអញ្ចឹងទៅខ្ញុំអាចហិតដោយសេរីមិនបាច់ភ័យខ្លាចថាថ្នាំពុលនឹងវាជ្រាបចូលក្នុងខ្លួនឯងទេអញ្ចឹងណាពូនិយាយឲ្យត្រង់ទៅបើដាំគីមីបានលុយច្រើនជាងសរីរាង្គវាបានទិន្នផលច្រើនជាងដូចស្ពៃក្តោបឧទាហរណ៍ស្ពៃក្តោបមួយមុខខ្ញុំដាំគីមីបាន1គីឡូទៅ1គីឡូកន្លះដល់សរីរាង្គដាំបានតែ3ខាំ4ខាំកន្លះគីឡូអស់ធំហើយដល់អញ្ចឹងវាចង់និយាយថាគីឡូវាថយហើយការលក់របស់យើងចង់និយាយថាតម្លៃដូចគ្នាអញ្ចឹងថាវិការចូលមកវាបានតិចជាងអាគីមីក៏ប៉ុន្តែខ្ញុំសល់លុយជាងគីមីបើនិយាយពីលុយសល់ជាងគីមីមូលហេតុដោយសារតែខ្ញុំអត់បាច់ទិញថ្នាំគេទិញជីគេយកមកប្រើខ្ញុំផលិតដោយខ្លួនឯងបានន័យថាខ្ញុំអត់អស់លុយដល់ពេលអញ្ចឹងទៅយើងឧទាហរណ៍ថាបាន20000យើងសល់15000ដែរតែបើគីមីវិញនិយាយពីថាចំណាយច្រើនបដ ாய் តាំងពីជីតាំងពីថ្នាំរបស់គេថ្លៃទាំងអស់វិញអញ្ចឹងទៅយើងកាច់កិនទៅវាអត់ចំណេញទេតែអាដេសរីរាង្គនេះដាំទៅចំណេញជាងបានផលតិចមែនតែចំណេញលុយជាងបាទដូច្នេះកត្តាដ៏សំខាន់បំផុតមាន3 4ករណីទី1សុខភាពខ្លួនគាត់ដែលជាអ្នកដាំពីព្រោះថាកាលណាដែលគាត់ដាំបន្លែគីមីអ្នកឈឺមុនគេគឺគាត់នឹងតែម្ដងហើយក្រុមគ្រួសារគាត់ទី2គឺអ្នកបរិភោគប្រើប្រាស់ទី3គឺដីបាទទី3គឺដីហើយទី4គឺបរិស្ថានដូច្នេះការដាំបន្លែគីមីមានផលប៉ះពាល់ច្រើនហើយការដាំបន្លែសរីរាង្គគឺវាមានគុណប្រយោជន៍ច្រើនហើយជារួមទៅគឺថាបានសល់លុយច្រើនជាងដាំបន្លែដែលប្រើគីមីបាទឥឡូវនេះខ្ញុំបាទនឹងក្រុមការងារសូមបញ្ចប់សេចក្តីរាយការណ៍ត្រឹមតែប៉ុណ្ណេះពីខ្ញុំខឿនសខៀង PNN រាយការណ៍ពីផ្សារកសិករដែលស្ថិតនៅក្រុងបាត់ដំបងខេត្តបាត់ដំបង